ការសម្រេចផ្អាកប្រាក់ឧបករណ៍ការពារក្បាលក្នុងកម្មវិធីប្រកួតកម្រិតថ្នាក់គុនខ្មែរត្រូវបានមន្ត្រីនិងអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរសម្ដែងការគាំទ្រ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចផ្អាកការប្រើប្រាស់ឧបករណ៍ការពារក្បាលក្នុងការប្រកួតថ្នាលគុនខ្មែរតែត្រូវមានវិធានការខ្ពស់ដើម្បីធានាការប៉ះទង្គិចក្បាលធ្ងន់ធ្ងរត្រូវបានមន្ត្រីនិងអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរសម្ដែងការគាំទ្រក្រោមស្មារតីកីឡាជាតិតែមួយ បើតាមការប្រកាសរបស់ឯកឧត្តមខៅឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្រោយមានការយកចិត្តទុកដាក់ពីសាធារណជនរួមជាមួយមតិយោបល់ផ្ទាល់ពីប្រធានក្លឹបគ្រូបង្វឹកនិងអ្នករៀបចំកម្មវិធីក្រោមស្មារតីស្រឡាញ់និងការព្រួយបារម្ភចំពោះអនាគតកីឡាគុនខ្មែរជាពិសេសការអភិវឌ្ឍយុវជនយុវនារីថ្នាលតែម្ដង ឯកឧត្តមបានគូសបញ្ជាក់ថាដោយយកចិត្តទុកដាក់លើសំណើនិងមតិយោបល់ពីអ្នករៀបចំកម្មវិធីប្រធានក្លឹបគ្រូបង្វឹកនិងមហាជនអ្នកគាំទ្រមួយចំនួនសហព័ន្ធសម្រេចផ្អាកជាបណ្ដោះអាសន្នការអនុវត្តការប្រើប្រាស់ឧបករណ៍ការពារក្បាលក្នុងកម្មវិធីប្រកួតថ្នាលគុនខ្មែរខណៈដែលបន្តរក្សាការប្រើប្រាស់ឧបករណ៍ការពារកែងនៅដដែល ការសម្រេចផ្អាកប្រើប្រាស់ឧបករណ៍ការពារក្បាលសម្រាប់ថ្នាលគុនខ្មែរនេះមានសុពលភាពជាបណ្ដោះអាសន្នរហូតដល់មានសេចក្តីជូនដំណឹងជាថ្មីហើយសហព័ន្ធនឹងបន្តតាមដាននិងវិយតម្លៃការវិវត្តនៃការរៀបចំកម្មវិធីថ្នាលនេះដើម្បីធានាការអភិវឌ្ឍគុនខ្មែរប្រកបដោយសុវត្ថិភាពនិងចីរភាពយ៉ាងណាមិញក្នុងនាមសហព័ន្ធឯកឧត្តមបានជំរុញឲ្យបណ្ដាក្លឹបគុនខ្មែរបន្តការហ្វឹកហាត់ដោយពាក់ឧបករណ៍ការពារសម្រាប់យុវជនក្រោមអាយុ16ឆ្នាំបើទោះផ្អាកការអនុវត្តពេលប្រកួតតែត្រូវប្រើពេលហ្វឹកហាត់ដើម្បីបន្ស៊ាំការពាក់ឧបករណ៍ការពារនិងកាត់បន្ថយការប៉ះទង្គិចក្បាលច្រើនពេលហ្វឹកហាត់ មិនតែប៉ុណ្ណោះសហព័ន្ធក៏បានធ្វើការណែនាំដល់អាជ្ញាកណ្ដាលដែលដឹកនាំការប្រកួតកម្រិតថ្នាលត្រូវមានវិធានការការពារខ្ពស់សម្រាប់ក្មេងៗដូចជាត្រូវប្រុងប្រយ័ត្នការដួលបោកក្បាលឬកាច់ដួលបោកដួលដែលប៉ះទង្គិចខ្លាំងផ្នែកក្បាលនិងត្រូវយកចិត្តទុកដាក់ខ្ពស់ការពារគ្រោះថ្នាក់ធ្ងន់ធ្ងរពេលប្រកួតដោយអាចបញ្ឈប់ភ្លាមៗពេលឃើញសញ្ញានៃការកើតមានឡើង ជាមួយការទទួលមតិមហាជននិងការអនុវត្តភ្លាមៗនេះត្រូវបានមន្ត្រីនិងអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរសម្ដែងការគាំទ្រក្រោមស្មារតីកីឡាជាតិតែមួយក្នុងន័យរួមគ្នាអភិវឌ្ឍគុនខ្មែរឲ្យរីកចម្រើនប្រកបដោយសុវត្ថិភាពចីរភាពនិងកិត្យានុភាពលើឆាកជាតិនិងអន្តរជាតិ ចុះបងប្អូនយល់យ៉ាងណាដែរការសម្រេចផ្អាកប្រើឧបករណ៍ការពារក្បាលក្នុងកម្មវិធីប្រកួតកម្រិតថ្នាលគុនខ្មែររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរនេះសូមចូលរួម comment និង share តាមការគួរ